ឥឡូវខណ្ឌនៃមើល account ទាំងអស់ហ្នឹងមើល account ទាំងអស់ហ្នឹងមើលវាមានបាយមាន sale ឥឡូវខ្ញុំថតតែខណ្ឌខ្ញុំថតទុកឲ្យមើលនេះទុកជាមេរៀនពីព្រោះអីពេលយើង precision វាមានបាយនិង sale ឃើញនេះនេះ precision នៅលើដល់ពេលអត់ស្រួលខ្ញុំ sale 2 lot ទាំងអស់នេះវា2 lot sale 2 lot ទុកហើយ protect ទាំងអស់ account នេះ protect លេងដាច់មកហើយទាំងអស់ហ្នឹងវាខាតតែ7,000នេះតែឥឡូវយើងអាចធ្វើអីបានយើងអាចបាយបែកត្រឡប់ទៅវិញបានបាយមួយ lot ត្រឡប់ទៅវិញយើងអាចចំណេញបានទៀតណា I see អូខេអានេះដែលរៀនឲ្យអត់ចេះដាច់ទេ account នោះអាហ្នឹងហើយដែលក្បួនថ្មីដែលខ្ញុំត្រូវប្រហាត់ទាំងអស់គ្នាហ្នឹងណាបាទតែឥឡូវហ្នឹងយើងនឹងវឹកហាត់ទាំងអស់ហ្នឹងឯងអូខេឥឡូវខណ្ឌនៃមានសំណួរអីទេនេះតាក់ទងនឹងមេរៀននេះឃើញទេអត់មានទេលោកគ្រូអូខេឥឡូវឃើញវាត្រឡប់ទៅវិញហ្នឹងមិញបើសិនខ្ញុំបិទអត់តន់ទេ account ហ្នឹងដាច់ទាំងអស់ដាច់អស់លីងមកតែដោយសារអីខ្ញុំ sell ទប់វាបានន័យថាខាងលើបាយខ្ញុំលេងចោលវានេះទៅចំណេញហើយទៅមើលប្រាក់ខ្ញុំណាលុយខ្ញុំអត់មានខាតមួយឯចំណេញទាំងអស់នេះខាតតិចឃើញចំណេញហើយចំណេញប៉ុន្មានចំណេញ20,033ឃើញទេចំណេញហើយ deposit ដាក់លុយចូលតែ 3,000 នេះមកដល់ថ្ងៃហ្នឹងគឺទាំងអស់ហ្នឹងឯងឃើញទេហើយ profit នេះឃើញទេចំណេញ deposit ហើយថ្ងៃនេះអាចការពារ account បានដោយសារបាយផង sell ផងអូខេ I see what you do អាហ្នឹងនឹងយើងយកមេរៀនហ្នឹងមករៀនមកធ្វើវាអូខេហើយមើលអត់មានខាតទេតាំងពីខ្ញុំ trade មកខាតដែរតែនៅក្នុងចំណេញឃើញទេដាក់ 3,000 ឥឡូវចំណេញបាន 20,000 balance 20,000 តែវានៅសល់តែ 17,000 នេះដោយសារវាខាត 7,000 នេះយើងអាចដោះស្រាយគ្នាបានបាទអានេះគេហៅអីហៅថា liability កន្លែងនេះគេហៅថា liability នេះអានេះ liability បានន័យថាមិនអីបានន័យថាហ្នឹងវាលុយដែលយើងបំណុលយើងមានបំណុលណានេះ liability ដល់នេះស្អីគេអានេះ balance លុយដែលយើងចូលមកអានេះប៉ុន្តែអានេះលុយដែលយើងនៅសល់នេះឃើញទេអាលុយនៅសល់នឹង balance នេះណាឲ្យបំណុលនឹងតិចលុយនៅសល់ច្រើនហើយឲ្យតែអានេះទៅដល់ទៀបពឹប account នឹងដាច់ចាដោយសារបំណុលវាធំពេក I see យល់នៅយល់លោកគ្រូដូច្នេះទៅរៀន control អាបំណុលនេះអត់ឲ្យដល់អញ្ចឹងយើងត្រូវមិនទៅ hatching ហ្នឹងគឺបើយើងបាយប៉ុណ្ណាយើង sell ប៉ុណ្ណឹងប៉ុន្តែនៅប្រឡោះហ្នឹងយើងអាចលេងមួយបានបើយើងដាក់ stop loss វាតតយើងហ្មងតតយើងដាច់ចោលហ្មងយល់ទេបាទដាច់អស់ account ដូច្នេះយើងរៀនទាំងអស់នេះអត់មាន stop loss ទេយើង sell យើងបាយខាងលើនេះយើង sell ខាងក្រោមនេះអូខេឥឡូវទាំងអស់ហ្នឹងមេរៀនទាំងអស់ហ្នឹងល្អណាស់តែនឹងថាខណ្ឌណៃគិតលឿនប៉ុណ្ណាធ្វើលឿនប៉ុណ្ណានេះត្រូវការលឿនត្រូវការច្បាស់ទៀតបាទលោកគ្រូឥឡូវខណ្ឌណៃមានសំណួរអីទេតាក់ទងរឿងទាំងអស់នេះមេរៀនថ្ងៃនេះនេះ real account រឿងពិតហ្នឹងរឿងពិត real account មកខ្ញុំអត់តាន់មានសំណួរទេគ្រូបានតើខ្ញុំចាប់ផ្ដើមធ្វើខ្ញុំនឹងជួយ control account Canon ឯងនិងបរៀន Canon ឯងពេលតែមួយបាទលោកគ្រូ That's why ខ្ញុំឲ្យដើរប្រើ account នឹងឃើញឥឡូវដល់ពេលយើង hatch វាត្រូវ
ឃើញបំណុលនេះអត់មានចំណេញអត់មានខាតទេយល់ទេនេះឃើញទេដោយសារយើងស្មើវាខាងនេះវា positive ខាងនេះវា positive ខាងនេះ negative វាស្មើគ្នា Yeah, អញ្ចឹងវានៅ0ហ្មង I see. បានន័យថាពី position នេះវាមាន2 lot ពី position នេះវាមាន2 lot ដល់អញ្ចឹងវាស្មើគ្នាអា profit and loss នេះអត់មាន change ទេ Ah, យ៉ាដូច្នេះប៉ុន្តែធ្វើម៉េចដែលយើងចំណេញបានអានឹងដែលយើងត្រូវរៀនមួយជំហានទៀតជំហានទី1គឺយើង trade ធម្មតាជំហានទី2 neutralize neutralize ហ្នឹងគឺបានន័យថាយើងឲ្យ position យើងស្មើគ្នាលើនិងក្រោមនេះស្មើគ្នានេះបានន័យថាពេលណាដែលមានអាសន្នយើងយក position យើងមក neutralize ហ្មងយល់ទេ បាទលោកគ្រូ នេះហើយមេរៀនដែលរៀនថ្មីហើយរៀនទាំងអស់នេះឆតអត់ត្រូវការចេះច្រើនទេត្រូវការចេះយុទ្ធសាស្ត្រឲ្យច្រើនហើយបកកែលឿនបត់បែនលឿនហ្មងយល់ទេ បាទ អូខេឥឡូវមានសំណួរអីទៀតទេខាងហ្នឹង ខ្ញុំអត់មានសំណួរទេឥឡូវតើខ្ញុំចាប់ផ្ដើមហាត់ទៅខ្ញុំខ្ញុំដឹងថាធ្វើម៉េច អូខេឥ សាក ឡូវ មើល ខ្ញុំ សិន នឹងអាទិត្យក្រោយហ្នឹងប្រហាត់ប្រហែលម៉ោង9យប់អីតនេទេម៉ោង9យប់ Can we do ព្រលឹម ព្រលឹម ស្ trade មានទេ trade យើងមើលផង trade ផងលោកគ្រូ តែពេល trade អត់ចង់និយាយឥឡូវនេះ បាទ អូខេ អូខេជួបគ្នាតិចទៀតលោកគ្រូ អូខេបាយបាយ